ការសម្រេចចិត្តលើកនេះគឺជាការសម្រេចចិត្តដ៏ធំបំផុតសម្រាប់ខ្ញុំការដែលខ្ញុំចាក់ចេញពីប្រទេសកូរ៉េលះបង់ប្រាក់ខែពាន់លះបង់ការងារដើម្បីមកស្រុកខ្មែរគឺជារឿងមួយដែលមនុស្សគ្រប់គ្នាគេសោកស្ដាយមិនមែនសោកស្ដាយអីទេអ្នកខ្លះគេគិតថាធ្វើការនៅស្រុកកូរ៉េបានប្រាក់ខែច្រើនហេតុអីមកខ្មែរអញ្ចឹងប៉ុន្តែបើសិនជាយើងមានការបន្តត្រូវចុះមកហើយទោះបីជាប្រាក់ខែរាប់ម៉ឺនក៏យើងត្រូវតែសម្រេចចិត្តដែរដូចខ្ញុំជាដើមគឺខ្ញុំត្រូវសម្រេចចិត្តភ្លាមហ្មងខ្ញុំមានបញ្ហានៅផ្ទះគឺខ្ញុំសម្រេចចិត្តអត់ស្ដាយក្រោយទេព្រោះខ្ញុំគិតថាលុយយើងអាចរកបានប៉ុន្តែអ្វីដែលយើងបាត់បង់នៅផ្ទះបើសិនជាថ្ងៃណាមួយយើងមានវិបត្តិសារីនឹងរឿងអីមួយផ្សេងទៀតដោយសារតែយើងសម្រេចចិត្តយកជ្រើសយកលុយអញ្ចឹងណាអានឹងគឺជាវិបត្តិសារីមួយដែលធំបំផុតដូចខ្ញុំជាដើមគឺខ្ញុំមានបញ្ហានៅផ្ទះគឺខ្ញុំត្រូវសម្រេចចិត្តមកភ្លាមហ្មងខ្ញុំអត់ចង់ឲ្យស្ដាយក្រោយថ្ងៃទៅមុខទៀតអញ្ចឹងមិនអីទេខ្ញុំគិតថាលុយយើងអាចរកបានក្រោយទៀតទេការងារនៅណាក៏ដូចនៅណាដែរឲ្យតែយើងចេះតស៊ូយើងធ្វើការនៅណាយើងរកលុយនៅណាក៏យើងអាចរកលុយបានដែរលុយនៅគ្រប់កន្លែងលុយនៅចាំតែយើងអ្នកទៅរកវាទេអញ្ចឹងវាមិនមែនថានិយាយស្រួលទេប៉ុន្តែវាជាការពិតបើយើងខំប្រឹង